chẳng dương vật tọa bị pra conditional formatting rồi rồi hai dươngត្រូវការស្វែងរកវត្តមាននិងច្បាប់ដែលយើងប្រើប្រាស់រូបមន្តដើម្បីធ្វើការរាប់យើងប្រើរូបមន្តនេះគេមិនខ្ញុំបញ្យល់ឲ្យមួយសាយណាពីចាអត់ដឹងថាយើងត្រូវប្រើរូបមន្តនេះគេ count នេះគេ count if រាប់មានលក្ខខណ្ឌយើងរាប់ពីថ្ងៃច័ន្ទរែងពីថ្ងៃច័ន្ទសំទោសពីថ្ងៃទី1ដល់ថ្ងៃទី28ដែលសារខ្ញុំរាប់តែខែមិថុនាសំទោសខែកុម្ភៈទៅវាមាន28ថ្ងៃហើយបន្ទាប់មកខ្ញុំធ្វើការរាប់នៅលេខ0ឬសំទោសលេខ0ព្រោះលេខ0វាគឺជាតម្លៃនៃការដាក់លក្ខខណ្ឌរបស់ខ្ញុំនៅក្នុង conditional formatting ដែលនៅក្នុង conditional formatting ខ្ញុំបានប្រើលក្ខខណ្ឌនៅក្នុង neural set ដែលខ្ញុំប្រើនៅក្នុង icon set នេះខ្ញុំដាក់វាជា number ហើយ number របស់ខ្ញុំកន្លែងនេះបើសិនជាវាធំជាងឬស្មើ2ឲ្យវាចេញមករៀនហើយបើស្មើនឹង1ឲ្យវាសុំច្បាប់ហើយនឹងតូចជាង1ចឹងមានតែ0មិនចឹងអញ្ចឹងយើង0គឺជាកន្លែងអវត្តមានអញ្ចឹងខ្ញុំហើយខ្ញុំ select ចុះក្រោមមកចំណែកឯច្បាប់គឺខ្ញុំប្រើរូបមន្ត count if ដូចគ្នា count if ខ្ញុំរាប់ពីថ្ងៃទី1ដល់ថ្ងៃទី28ខ្ញុំឲ្យរាប់អីគេកន្លែងហ្នឹងលេខម៉ានលេខ1អញ្ចឹងខ្ញុំបើកព្រោះកន្លែងនេះច្បាប់ណាអញ្ចឹងយើងដាក់មកចុះក្រោមអញ្ចឹងខ្ញុំអត់មានរាប់ថ្ងៃដែលគាត់មករៀនទេព្រោះថ្ងៃដែលគាត់មករៀនដល់30ថ្ងៃនោះអញ្ចឹងបាច់រាប់ទេខ្ញុំរាប់តែអវត្តមានហើយនឹងច្បាប់អញ្ចឹងម្នាក់ទី1គឺគាត់បានឈប់សុំច្បាប់ម្ដងនិងអត់ច្បាប់ម្ដងចំណែកឯអ្នកទីប្រមាណនេះម្នាក់នេះគឺគាត់ឈប់ឡើងច្រើនដងឈប់ឡើង7ដងហើយដាក់ច្បាប់ចំនួន2ដងសម្រាប់ការសិក្សាស្វែងរកបន្ទុកខ្ញុំបានដាក់លក្ខខណ្ឌមួយគឺបន្ទុកវត្តមានគឺខ្ញុំឲ្យបន្ទុក full ពេញទាំងអស់គឺ10ទោះជាគាត់មានយើងមានថ្ងៃសិក្សា28ថ្ងៃឬក៏31ថ្ងៃ30ថ្ងៃក៏ដោយប៉ុន្តែដឹងតែបន្ទុកយើងពេញគឺ10ចំណែកឯការសុំច្បាប់ម្ដងគឺយើងត្រូវដក1បន្ទុកហើយការសុំទោសអវត្តមានម្ដងដក1បន្ទុកសុំច្បាប់ម្ដងដក 0.5 អញ្ចឹងមានន័យថាសុំច្បាប់2ដងស្មើនឹងអស់1បន្ទុកអញ្ចឹងដើម្បីឲ្យយើងកណនាបានបើសិនជាយើងគិតសាមញ្ញមិនទាន់ដាក់រូបមន្តកន្លែងនេះបើសិនជាអ្នកនរគ្នាឈប់អវត្តមានម្ដងច្បាប់ម្ដងអញ្ចឹងអស់បន្ទុកប៉ុន្មាន1កន្លះអញ្ចឹងនៅសល់ប៉ុន្មាន 8.5 អ្នកទី2នៅសល់ប៉ុន្មាន8មិនទៅបើអវត្តមាន2ដងច្បាប់ម្ដង 8.5 អ្នកទី3អស់ប៉ុន្មានចឹងនៅសល់ប៉ុន្មានដូចគ្នាអ្នកទី3 7.5 ដូចគ្នាអ្នកទី4 7 បូកឲ្យ1មិន8ហ្នឹងអញ្ចឹងនៅសល់2ណាចឹងឡៃនេះបើសិនជាឈប់2ដងដោយអត់ច្បាប់ហើយនឹងអវត្តមាន2ដងដោយមានច្បាប់អញ្ចឹងយើងគិតទៅអាច្បាប់ហ្នឹងវា2ស្មើនឹង1មែនអត់1ហើយអានោះ2អញ្ចឹង3អញ្ចឹងនៅសល់7កន្លែងនេះនៅសល់8កន្លះមិនចឹង1កន្លះនេះនៅសល់9នេះនៅសល់5កន្លះព្រោះអស់4កន្លះហើយនេះនៅសល់8ត្រូវឬទេអានេះខ្ញុំគិតមាត់យើងធម្មតាដកគុណចែកខ្លួនឯងប៉ុន្តែយើងអត់ទាន់បានកណនាដាក់រូបមន្តនៅឡើយទេបើសិនជាក្នុងករណីខ្ញុំប្រែប្រួលទៅជាអត់មករៀនមួយទៀតអានេះលោតតែទិន្នន័យយើងអត់ប្រែប្រួលដោយសារយើងគិតមាត់ទៅទេអញ្ចឹងដើម្បីឲ្យវាប្រែប្រួលយើងត្រូវទៅដាក់លក្ខខណ្ឌប្រើរូបមន្តអ្វីដើម្បីទៅដាក់លក្ខខណ្ឌខ្ញុំសូមសេរីមកកាត់នេះដោយសារយើងលែងរាប់ទៀតហើយយើងគិតតែច្បាប់នឹងវត្តនឹងអវត្តមាននេះមិនចឹងអញ្ចឹងតើខ្ញុំសូមបរិយាយធំបន្តិចដើម្បីឲ្យអ្នកនរគ្នាងាយស្រួលមើលយើងមើលដើម្បីកណនាបន្ទុកគោលយើងមាន10អានតាមលក្ខខណ្ឌស្មើប្រសិនបើអីគេនេះយើងប្រសិនបើអី
ប្រសិនបើអវត្តមានមិនវិញយើងមើលលក្ខខណ្ឌយើងបន្ទុកមានតែ10ប្រសិនបើអីគេព្រោះបន្ទុកបើសិនជាគាត់ធំជាង10ធំជាងឬស្មើ10ឲ្យវាមិនឲ្យវាចេញលទ្ធផលអី0ចឹងកន្លែងនេះបើសិនជាខ្ញុំដាក់តែមួយកង់ប៉ុណ្នេះខុសពីនឹងអត់ទាន់បានជួប fail value fail ខុសពីនឹងយើងឲ្យអីយក10ខ្ញុំគិតមាត់លេងសិនណាអត់ទាន់ផ្លូវការនៅឡើយទេ10ដកឲ្យអវត្តមានដកឲ្យច្បាប់ហ្នឹងមិនចែកនឹងម៉ានមិនចឹងព្រោះច្បាប់បើសិនជាឃើញ3ចែកនឹង2មែនណាឃើញ2ចែកនឹងបើច្បាប់2ចែកនឹង2មិនឃើញ1មិនចឹងចឹងកន្លែងនេះយើងត្រូវដក2តង់ហើយនឹងចែកនឹង2ខ្ញុំគិតមួយកង់សិនណាគិតមួយសងសិននេះជាស្រ័យភ្លេចវងកញ្ចក់មួយទៀតសារវងកញ្ចក់2តង់ចឹងយើងឃើញ7កន្លះត្រូវឬទេ2និងកន្លះមិនអស់7កន្លះប៉ុន្តែនៅពេលដែលខ្ញុំដាក់អវត្តមានខ្ញុំសុំសរសេរលេខចូលសិនណាបើសិនជាអវត្តមានខ្ញុំឡើង10តើឃើញ0ឬអត់អញ្ចឹងមានន័យថាគាត់ឈប់អស់10ដងហើយអញ្ចឹងមកអានេះកន្លះទៀត10កន្លះអញ្ចឹងទោះជាឲ្យតែចាប់ពី10ឡើងទៅគឺដឹងតែ0ទេតែនៅពេលដែលខ្ញុំអត់ឈប់អត់ដែរអវត្តមានដែលអត់ច្បាប់ទេតែខ្ញុំដាក់ច្បាប់រហូតដល់20ដងចុះបើខ្ញុំដាក់ច្បាប់15ដងចុះបើខ្ញុំអវត្តមានចំនួន5ដងហើយច្បាប់15ដងករណីនេះវានឹងកើតឡើងនៅពេលដែលអ្នកនរគ្នាដាក់រូបមន្តតែមួយកង់បែបនេះអត់មានលក្ខខណ្ឌបន្តទៀតមានន័យថាវាមិនត្រឹមតែមិនបានបន្ទុក0ឬក៏មិនបានអីហើយវាឆ្លាតទៅជាយើងជាពាក់ទៅជាដកតែលទ្ធផលបែបនេះគឺជាលទ្ធផលដែលយើងមិនគូឃើញទេយើងគួរណាតែឃើញលទ្ធផលបែបវិជ្ជមានគ្មានករណីនឹងកើតឡើងបើសិនជាអ្នកទាំងអស់គ្នាឈប់រហូតដល់2អ្នកនឹងបូកចូលគ្នារហូតដល់លើពី10មានន័យថាអត់អាចឲ្យចេញលទ្ធផលបានទេអញ្ចឹងយើងត្រូវបន្តលក្ខខណ្ឌយើងបន្តទៀតមើលប្រសិនបើ AG7 មានន័យថាអវត្តមានធំជាងឬស្មើ10កន្លែងនេះខ្ញុំសូមសម្រាយរូបមន្តហើយអ្នកនរគ្នាអាចប្រើជារូបមន្ត if or ឬក៏ if and បំលែងវាឲ្យខ្លីជាងហ្នឹងហើយងាយយល់ជាងហ្នឹងបន្ថែមទៀតឥឡូវខ្ញុំសម្រាយបែបខ្ញុំនិយាយសិនអញ្ចឹងប្រសិនបើ AG7 ធំជាង10ខ្ញុំឲ្យវាឃើញ0ខុសពីហ្នឹងខ្ញុំឲ្យ10ដកឲ្យ AG7 ដកឲ្យ A7 ចែកនឹង2ចុះប្រសិនបើ if ច្បាប់ធំជាង20ចែកនឹង2សុំទោសធំជាងច្បាប់ចែកនឹង2ហើយធំជាង10មែនណាប្រសិនបើអីគេច្បាប់អីគេអាស័យដ្ឋានកន្លាវាអីគេ A មែន A7 ចែកនឹង2បាត់វងកញ្ចក់វិញធំជាងឬស្មើ10មិនចឹងបើសិនជាយើងអត់ដាក់អញ្ចឹងយើងអាចដាក់ធំជាង20យល់ខ្ញុំនិយាយអត់សាកអញ្ចេះសិនតើវាចេញអត់បើអ្នកនរគ្នាចង់សរសេរឲ្យងាយយល់យើងចេះប្រសិនបើ A7 ធំជាងឬស្មើ20ខ្ញុំឲ្យវាឃើញអីឃើញអីគេឃើញអីគេអ្នកនរគ្នាបើវាធំជាង20ហើយ0ចឹងនៅពេលដែលយើង A7 ធំជាងឬស្មើ20ខ្ញុំឲ្យវាឃើញលទ្ធផល0តោះណាចឹងកន្លែងនេះខ្ញុំគួរតែដាក់លក្ខខណ្ឌ fail នៅខាងនេះឲ្យហើយឬក៏អត់
nhâm thử lại đi nhâm mắt miên thử mà đại lẹ khan phen là ní tê khi nhâm tới đã thay trẻ pro sân ba e chê bấm bớt thông chiên rồi smart đáp nhâm ai con số ép mà tăng tiệt mẹ nát pro sân ba e kem ba thông chiên ní cái nhâm ai việc khởi số cái bìa if pro sân ba vót tầm miến đi kì e nhâm sẽ lại ắt cả từ nhâm vay ná e chi bấm bớt bột nằng e bấm bớt bài chai nâng mán chai nâng phí những đại viên được trong vùng của chọn á và sân chìa e chêm bờ bột nằng e bấm bờ chai nâng phí thông chiêng rồi mà đọc ai biết khơi ấy đai lại nâng sâu tiền ai biết khởi thâu sâu đó lý tập lẹt hàn phê chụp mấy mẹn tới chụp nơi cái đá này là sao mấy dân miên tầm là lẹt hàn bia mùi copy nâng ai biết tranh ấy một nâng đó đòi ấy e chi square đo ỏi e square chạy nâng vì toán được tiền chẳng lại đi là sao việc đọ tràn toán nhưng ta đạo viên được không vốn vùng của trọ again chẳng nhắm bật vùng của trọ tặng ọ enter chẳng lại đi khơi nhé tôi chỉ nhắm vào châu phần tụ mà nè đi xong tôi châu qua tầm miệng mà nè đi muối hai chiếc bắp đập ram đó chẳng nên sao phần này ba chiếc bắp mập hay đó phần này sầu ba chiếc bắp đi đập muốn đó còn nơi tại sầu lên er hài tỏ của dân ai xả là bong kẹn ní nhưng sẽ lại ta khó mà bị tranh xâm rạch tay mà đòn màu này hoặc còn tra được ngọt ní chăm xạ là bong ăn là vót hay miên trong ngó chăm xuôi nhom đấy